លោកស្រីប្រិមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel YouTube Fit for Mind ឬអាហារគំនិតប្រិមិត្តមួយចំនួនច្បាស់ជាបានស្គាល់ហើយពីឆ្នាំងអ៊ុតក្បាលមាន់តើលោកអ្នកមានដឹងទេថាតើឆ្នាំងអ៊ុតក្បាលមាន់មានអាចកំបាំងពិសេសយ៉ាងណាខ្លះមុននឹងជម្រាបជូនពីអាចកំបាំងពិសេសរបស់ឆ្នាំងអ៊ុតក្បាលមាន់សូមរំលឹកនៅប្រវត្តិខ្លះៗបន្តិចរបស់ខ្មែរយើងនៅក្នុងឆ្នាំ1863ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងអាណានិគមនិយមបារាំងត្រួតត្រានិងមានប្រទេសជិតខាងមួយចំនួនទៀតដូចជាប្រទេសចិនវៀតណាមឡាវនិងសៀមផងដែរចំណែកឯពួកកងទ័ពបារាំងហើយនិងក្រុមគ្រួសាររបស់ពួកគេក៏បានមករស់នៅលើទឹកដីនៃប្រទេសកម្ពុជាយើងស្ទើរគ្រប់ទីកន្លែងនិងនាំយករបស់ប្រើប្រាស់ពីប្រទេសគេមកជាមួយហើយក្នុងនោះក៏មានឆ្នាំងអ៊ុតក្បាលមាន់ផងដែរចលនានារីក្លាហានដែលដឹកនាំដោយព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋព្រះបាទនរោត្តមសីហនុក្នុងឆ្នាំ1953បានទាមទារឯករាជ្យជូនជាតិមាតុភូមិពេញបរិបូរណ៍កងទ័ពបារាំងបានដកទ័ពចេញពីប្រទេសកម្ពុជាអស់ហើយក៏បានទុកនៅសម្ភារៈមួយចំនួនធំដែលពួកគេយកទៅមិនកើតនិងរបស់ដែលគេមិនចាំបាច់ទុកនៅក្នុងស្រុកយើងយ៉ាងសន្ធឹកសន្ធាប់សង្គ្រាមក៏បានបញ្ចប់ហើយអ្វីដែលបន្សល់នៅអនុស្សាវរីយ៍នោះគឺឆ្នាំងអ៊ុតក្បាលមាន់នេះឯងផលិតនៅប្រទេសបារាំងដែលគ្រួសារទាហានបារាំងគេប្រើសម្រាប់អ៊ុតខោអាវអ្នកទាំងអស់គ្នាប្រហែលជាងឿងឆ្ងល់ហើយថាលក្ខណៈពិសេសរបស់ឆ្នាំងអ៊ុតក្បាលមាន់នៅឯណាចម្លើយគឺនៅក្បាលមាន់នឹងតែម្ដងព្រោះថានៅចំនួននោះគេបានយកស្ពាន់បុរាណដែលអាចហៅបានថាជាស្ពាន់ត្រជាក់មកស្លចាក់ពុំធ្វើជារូបក្បាលមាន់ក្នុងគោលបំណងគឺមិនចង់ឲ្យអ្នកប្រើប្រាស់ឆ្នាំងអ៊ុតក្តៅដៃនៅពេលដែលបើកដាក់ធ្យូងបន្ថែមសូមបញ្ជាក់ថាមិនមែនមានក្បាលមាន់ត្រជាក់គ្រប់ឆ្នាំងអ៊ុតនោះឡើយព្រោះថាចំនួននោះក៏មានឆ្នាំងអ៊ុតចម្លងច្រើនណាស់ដែរនៅសៀមគេនិយមប្រើលេខឡៃឯចំណែកវៀតណាមវិញគេចូលចិត្តទិញឆ្នាំងអ៊ុតក្បាលមាន់សូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច Like និង Subscribe Channel YouTube